Nơiประมาณថ្ងៃខាងមុខនេះខ្ញុំនឹងសម្រេចចិត្តថាតើខ្ញុំគួរនៅធ្វើការនៅរោងចក្រដែលខ្ញុំកំពុងធ្វើនេះឬក៏ខ្ញុំសម្រេចចិត្តចាក់ចេញទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនដែលមើលវីដេអូរបស់ខ្ញុំណាតែតាមដានវីដេអូរបស់ខ្ញុំជួយ comment ចេញតែម្នាក់មួយផងដោយសារតែខ្ញុំមិនដឹងថាខ្ញុំការសម្រេចចិត្តរបស់ខ្ញុំនឹងត្រូវឬខុសទេដោយសារតែនៅរោងចក្ររបស់ខ្ញុំធ្វើនេះនិយាយបានថាប្រាក់ខែគឺល្អដែរហើយការងារមានជាប់លាប់រហូតឆ្នាំទៅឆ្នាំអញ្ចឹងណាហើយតើតើសុខភាពរបស់ខ្ញុំនឹងគឺសម្រាប់ខ្ញុំគាត់ថាខ្ញុំទ្រាំទ្រនៅកន្លែងនេះអត់រួចទេដោយសារតែបញ្ហាទី1គឺបញ្ហាចំនួនខ្លាំងដោយសារនៅក្នុងចាត់នេះមានផ្សែងច្រើនហើយបញ្ហាទី2គឺឈឺភ្នែកហ្មងឈឺភ្នែកឡើងណារាល់ថ្ងៃរាល់ពេលបើសិនជាថ្ងៃហ្នឹងខ្ញុំអត់ឈឺភ្នែកទេខ្ញុំឈឺច្រមុះហើយស្អែកឡើងខ្ញុំបាត់ឈឺច្រមុះខ្ញុំទៅឈឺភ្នែកវិញអញ្ចឹងហើយមកទៅមកទឹកឡើងណាទៅវើជុំហ្មងវើជុំតែចឹងទៅហើយមកដល់ពេលនេះខ្ញុំគាត់ថាខ្ញុំសម្រេចចិត្តថាខ្ញុំនឹងចេញគាត់ថាចំណុចដែលខ្ញុំស្ដាយគេហ្នឹងគឺការងារឡើងណាដែរការងារហ្នឹងគឺយើងអាចធ្វើបានហើយយើងទទួលយកបានហើយតែយើងបញ្ហាសុខភាពដែលយើងអាចគ្រប់គ្រងបានណាហើយចំណុចទី2ហ្នឹងខ្ញុំគាត់ថាស្ដាយដែរស្ដាយថាប្រាក់ខែនៅនេះគឺស្រួលគាត់បើកស្រួលម៉ោងថែមក៏ស្រួលដែរអញ្ចឹងហើយខ្ញុំដល់ការសម្រេចចិត្តរបស់ខ្ញុំខុសទៅត្រូវអញ្ចឹងសង្ឃឹមដល់បងប្អូនដែលមើលវីដេអូរបស់ខ្ញុំនឹងជួយចេញតេម្នាក់មួយផងហើយអរគុណច្រើនបងប្អូនអរគ្នា